Donald Trump អាមេរិកកំពុងពិភាក្សាអំពីពន្ធគយជាមួយចិនលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃប្រហ័សនេះបាននិយាយថាអាមេរិកកំពុងពិភាក្សាជាមួយប្រទេសចិនស្ដីពីពន្ធគយដោយបន្ថែមថាលោកមានទំនុកចិត្តថាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកមួយនេះអាចធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន France 24នាថ្ងៃសុក្រទី18ខែមេសាឆ្នាំ2025ថ្លែងប្រាប់អ្នកសារព័ត៌មាននៅការិយាល័យរៀងពងក្រពើនៃសេតវិមានលោកត្រាំបាននិយាយថាបាទយើងកំពុងពិភាក្សាជាមួយចិនខ្ញុំចង់និយាយថាពួកគេបានតាក់ទងមកជាច្រើនដងហើយលោកត្រាំបានបញ្ជាក់ថាកិច្ចពិភាក្សានេះបានកើតឡើងចាប់តាំងពីលោកបានដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិនដល់កម្រិត 145% បន្ទាប់ពីទីក្រុងប៉េកាំងបានចាត់វិធានការដំឡើងពន្ធសងសឹកប៉ុន្តែលោកត្រាំមិនបាននិយាយប្រាប់ឲ្យច្បាស់ៗនោះទេនៅពេលត្រូវគេសួរថាតើលោកបានជជែកដោយផ្ទាល់ជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងដែរឬទេដោយសារតែអ្នកកាសែតសួរថាតើលោកស៊ីបានតាក់ទងលោកឬអត់នោះលោកត្រាំបានឆ្លើយថាអ្នកគិតថាគាត់បានតាក់ទងឬប៉ុន្តែយើងនឹងនិយាយអំពីរឿងនោះនៅក្នុងពេលឆាប់ៗយ៉ាងណាមិញលោកត្រាំបាននិយាយនៅសេតវិមានមុននេះថាខ្ញុំគិតថាយើងនឹងធ្វើកិច្ចព្រមព្រៀងដ៏ល្អជាមួយប្រទេសចិនលោកត្រាំបាននិយាយនៅសេតវិមានមុនជួបនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni នៅសេតវិមានកាលពីថ្ងៃប្រហ័សលោកត្រាំក៏បានបង្ហាញក្តីសង្ឃឹមដែរថាសហរដ្ឋអាមេរិកអាចនឹងសម្រេចកិច្ចព្រមព្រៀងដ៏ល្អប្រសើរមួយជាមួយចិនត្រយងនាំសារពិតគ្រប់ទីកន្លែង